រាជធានីប្រព័ន្ធมันអាចជាការពិតទេវាគឺទីក្រុងខ្ញុំនិពន្ធឡើងក្នុងរឿងអ្នកបរាទេវតាពួកគេធ្វើអីនៅត្រង់នោះជាចេញស្នាមអាគីពួកឯងបំរើបិសាចចកក្រហមអើធ្វើការទៅចាប់គេឃុំទៅបានហើយអ្នកចាំបានឈុតក្រហមមកហើយពួកហាចង្រៃកុំធ្វើបាបពួកគេគឺពួកគេក្នុងរឿងអ្នកប្រហារទេវតារបស់ខ្ញុំពួកគេរួមដៃគ្នាកំចាត់បិសាចសក់ក្រហមនៃការកាប់រាជធានីអ្នកចំបាំងឈុតក្រហមអ្នកខ្មៅបិសាចភ្នែកមួយក្រួយខ្វិចកូនស្រីអ្នកចំបាំងឈុតក្រហមហើយនៅមានយុវជនដែលសម្លេងបិសាចសក់ក្រហមអត់ទេដូចខ្ញុំអញ្ចឹងលែងជាយុវជនទៀតហើយដៅប្រហាបិសាចខំវិនមកវិញហើយរិនតាអាគីសងជើអ្នកទាំងពីរជាមិត្តរួមសម្បត្តិពួកខ្ញុំថ្ងៃនេះខ្ញុំសូមអ្នកទាំងពីរទុកជីវិតជនសាមញ្ញទាំងនេះជនសាមញ្ញពួកវាទាំងអស់បានបំរើបិសាចចកក្រហមណាការពីបញ្ហានៅថ្ងៃមុខសម្រាប់បិសាចទាំងអស់ចោលឲ្យអស់ទៅអេមើលគាត់ចុះគាត់ធ្លាប់ជាមេតបក្រុមបញ្ជាបិសាចសក់ក្រហមហើយអ្នកដែលជឿខ្ញុំសម្រាប់បិសាចនោះក៏ជាគាត់មិនមែនពួកលោកទេឬក៏ពួកលោកចង់ឲ្យគាត់សម្លាប់បន្ទាប់សំដីសម្ដៅរបស់ឯងធ្លោះក្រន់បែបញ្ហាមកថាមួយទៀតហើយជាធានឪពុកខំវិនបង្កើតបានជាឆ្នាំប្រព័ន្ធប្រាំងពួកគេមានមនោសញ្ចេតនាជ្រាលណាស់កាលនោះបិសាចសក់ក្រហមសម្រាប់ជាធានរួចឲ្យក្នុងផ្ដាប់រាជបល្ល័ង្កពួកគេជាមេតបអស្ចារ្យនៅក្នុងចក្រវាលអ្នកប្រាទេវតារបស់ខ្ញុំប្អូនទី4ប្អូនទី5ពួកគេត្រឹមជាជនសាមញ្ញទុកឲ្យខំវិនដោះស្រាយទៅបងស្រីទី3នេះបងកំពុងតែកាន់ជើងគេហើយកុំយល់ច្រឡំអ្នកទាំង3ចង់ខ្លាចជាម្ចាស់ក្រុងមួយនេះគឺមិនពាក់ព័ន្ធនឹងខ្ញុំទេខ្ញុំអត់នៅកាណាទេគ្រាន់តែចង់ឲ្យមនុស្សរស់ប៉ុណ្ណោះឥឡូវវាយគ្នាអស់ហ្នឹងឡោលើនេះប្រគល់ឲ្យខំវិនតោះបងទី4ខំវិនឯងចាំស្ដាប់ណាដឹងទីថាស្រីម្នាក់ឈរក្បែរឯងនេះពីមុនគេចង់បានឪឯងឡើងញ័រកាបេះគូតបាទពីមុននេះយកបានឪឯងថ្ងៃនេះគ្មានឯងឈរនៅត្រង់ហ្នឹងនេះស្ដាប់ណាមានតែឯងនឹងខ្ញុំប៉ុណ្ណោះដែលអាចកាន់កាប់ក្រុងនេះ
ឲ្យតែឯងហាមាត់ខ្ញុំនឹងមកជួយឯង ក៏មើលមកខ្ញុំឲ្យខ្ញុំទៅមកយូរ6ឆ្នាំអត់ដឹងអីទេ ពួកគេដើម្បីព្យាយាមយកឈ្នះខុងវិនតែពួកគេសិតតែតួអង្គដែលខ្ញុំធ្លាប់បង្កើតឡើងរួចក៏បោះចោលគ្មានក្នុងរឿងវគ្គបញ្ចប់ទេมันគួរណាមានមុខដែលទៀតនេះទេសាច់រឿងវគ្គបញ្ចប់ជួយបញ្យល់តិចទៅបិសាចសក់